វីដេអូនេះធ្វើជាមួយនឹងគ្រប់ប្រភេទមនុស្សទាំងអស់ដែលបរាជ័យសូម្បីតែអ្នកលើកទឹកចិត្តក៏គ្មានដែរយើងមានដឹងថាខ្លួនឯងរាល់ថ្ងៃហ្នឹងដឹងច្បាស់ច្រើនប្រព័ន្ធណាពីសារៈសំខាន់នៃការលើកទឹកចិត្តសម្រាប់ការរស់នៅរបស់ជីវិតរបស់ខ្លួនឯងក្នុងសង្គមហ្នឹងមែនហើយអារម្មណ៍គ្មានសូម្បីតែអ្នកលើកទឹកចិត្តវាពិតជាពិបាកខ្លាំងមែនតើហើយវាក៏ជារឿងពិតដែរដែលមនុស្សយើងម្នាក់ៗតែងតែឆ្លងកាត់អ្នកទាំងអស់នេះដែលគាត់ថាអារម្មណ៍យើងពេលដែលយើងគ្មានសូម្បីតែអ្នកលើកទឹកចិត្តឬក៏គ្មានអ្នកណាគេម្នាក់ដែលនៅក្បែរយើងអាចនឹងគិតថាជីវិតមួយនឹងវាអត់ន័យវាមិនបានឯកាម៉េះតែយើងត្រូវទទួលស្គាល់ថាពេលខ្លះមនុស្សនៅជុំវិញខ្លួនយើងហ្នឹងគេអត់អាចយល់ឬក៏អាចដឹងថាយើងត្រូវការអីឲ្យពិតប្រាកដទេគេមិនអាចដឹងរឿងរបស់យើងរហូតទេនេះមិនមែនមានន័យទាំងស្រុងទេដែលថាគ្មានអ្នកណាគេម្នាក់ដែលមិនខ្វល់ពីយើងប៉ុន្តែគ្រាន់តែពេលខ្លះពួកគេអត់ដឹងថាជួយយើងតាមរបៀបណាតែចំណុចដែលសំខាន់ដែលខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាវិញនោះគឺថាយើងក៏អាចខ្លាយទៅជាអ្នកដែលចាំលើកទឹកចិត្តខ្លួនឯងបានដែរហើយជំនាញនៃការលើកទឹកចិត្តខ្លួនឯងហ្នឹងបើសិនជាយើងអត់មានក៏យើងអាចរៀនបានដែរតែគ្រាន់ថាវាពិបាកនៅក្នុងការរៀនបន្តិចតែបើសិនជាយើងតស៊ូវឹកហាត់បន្តិចម្ដងទៅយើងនឹងអាចខ្លាយទៅជាមនុស្សម្នាក់ដែលអាចលើកទឹកចិត្តខ្លួនឯងមិនចាំបាច់មានអ្នកដទៃមកចាំលើកទឹកចិត្តយើងរហូតទេគឺយើងអាចជួយខ្លួនឯងបានហើយវិធីសាស្ត្រដែលយើងអាចសាកល្បងជាមួយខ្លួនឯងថាខ្លួនឯងហ្នឹងអាចលើកទឹកចិត្តខ្លួនឯងបានអត់ចំណុចទី1គឺយើងរៀននិយាយល្អជាមួយនឹងខ្លួនឯងយើងកុំព្យាយាមបន្ទោសខ្លួនឯងនិយាយល្អទៅបីនឹងចំណុចហ្នឹងទូចក្តីធំក្តីក៏ដោយក៏យើងនិយាយល្អជាមួយខ្លួនឯងទៅចំណុចទី2កំណត់គោលដៅទូចហើយអបអរសាទរនៅពេលដែលយើងធ្វើបានអញ្ចឹងមិនថាគោលដៅហ្នឹងទូចក្តីប៉ុណ្ណាធំក្តីប៉ុណ្ណាទេយើងព្យាយាមអបអរសាទរទៅនៅពេលដែលយើងធ្វើបានព្រោះតើតែមានគោលដៅទូចទៅយើងអាចសម្រេចគោលដៅធំបានមិនថាអញ្ចឹងឯងត្រូវអត់ចំណុចទី3វិញគឺស្វែងរកមនុស្សម្នាក់ដូចជាមិត្តភក្តិគ្រួសារឬក៏គ្រូដែលយើងអាចនិយាយរឿងក្នុងចិត្តបានអញ្ចឹងសួរថាមិនបានខ្ញុំនិយាយថាលើកទឹកចិត្តខ្លួនឯងលើកទឹកចិត្តខ្លួនឯងមិនបានយកអ្នកដទៃមកចូលនៅក្នុងហ្នឹងអញ្ចឹងចំណុចកន្លែងនេះចង់មានន័យថាអញ្ចឹងពេលដែលយើងមានមិត្តភក្តិគ្រួសារឬក៏គ្រូបរិញ្ញាណាគេម្នាក់ក៏ដោយដែលយើងទុកចិត្តយើងនិយាយរឿងក្នុងចិត្តបានយើងអាចយកចំណុចផ្សេងដែលយើងអត់ដឹងព្រោះកាលណាដែលយើងពិភាក្សាគ្នាយើងនិយាយអីដែលយើងដឹងហើយនឹងយើងស្ដាប់អីដែលយើងអត់ដឹងអញ្ចឹងយើងអាចយកចំណុចណាដែលយើងអត់ដឹងពីគេទោះបីជាគេជួយយើងដោយប្រយោលអញ្ចឹងមែនណាប៉ុន្តែយើងអាចយកអានឹងយកមកជួយខ្លួនឯងបានដោយផ្ទាល់ដែលយើងយកចំណុចដែលយើងអត់ដឹងដែលគេនិយាយហ្នឹងមកយើងយកមកគិតយកមកវែកញែកហើយយើងយកមកលើកទឹកចិត្តខ្លួនឯងតាមវិធីសាស្ត្រដែលយើងលើកទឹកចិត្តតាមបែបមុនអញ្ចឹងទៅចំណុចទី4គឺធ្វើអ្វីដែលធ្វើឲ្យអ្នកហ្នឹងមានអារម្មណ៍ថាសុខសាន្តដូចជាស្ដាប់តន្ត្រីឬក៏ដើរលេងអញ្ចឹងអត្តភាពឬក៏សកម្មភាពណាដែលធ្វើឲ្យយើងសប្បាយចិត្តយើងព្យាយាមធ្វើទៅព្រោះការលើកទឹកចិត្តខ្លួនឯងពេលដែលយើងប្រើប្រាស់វិធីសាស្ត្រកម្សាន្តហ្នឹងក៏វាជួយឲ្យផ្លូវចិត្តរបស់យើងហ្នឹងវាធូរស្រាលហើយនឹងសប្បាយគិតអីថ្មីដល់សាររឿងអីឬក៏លើកទឹកចិត្តខ្លួនឯងបន្តទៅមុខទៀតបានដែរចុះបើសួរថាបញ្ហាអ្វីដែលមនុស្សម្នាក់ដែលមិនមានសម្បីតអ្នកចាំជួយលើកទឹកចិត្តហើយថែមទាំងគាត់ម្នាក់ហ្នឹងមិនអាចលើកទឹកចិត្តខ្លួនឯងបានទៀតចុះថាគាត់នឹងជួបប្រទះនៅបញ្ហាអីខ្លះអញ្ចឹងចំណុចទី1គឺគាត់នឹងប្រឈមនឹងបញ្ហាអស់កម្លាំងចិត្តឬក៏បាត់បង់ទំនុកចិត្តលើខ្លួនឯងពេលដែលគាត់គ្មានសម្ប័យតអ្នកជំរុញចិត្តឬក៏ប្រាប់ថាគាត់អាចធ្វើបានហើយខ្លួនឯងហ្នឹងមិនល្អគ្រប់គ្រាន់ទេខ្លួនឯងហ្នឹងមិនល្អគ្រប់10ទេធ្វើរឿងហ្នឹងអត់អាចជោគជ័យទេហើយយើងមើលងាយសមត្ថភាពខ្លួនឯងយើងគិតថាខ្លួនឯងហ្នឹងមិនមានសមត្ថភាពក្នុងការចាប់ផ្ដើមមើលងាយពីអីដែលខ្លួនឯងកំពុងតែមានសក្តានុពលដែលខ្លួនឯងកំពុងតែមានកប់នៅក្នុងកៅអៅបេះដូងរបស់យើងណាចំណុចទី2គឺងាយនឹងបោះបង់និងមិនស៊ូទ្រាំប្រឈមជាមួយនឹងបញ្ហាពេលដែលយើងជួបបញ្ហាយកវិធីសាស្ត្រជ្រើសរើសដែលងាយស្រួលបំផុតគឺការរត់គេចពីបញ្ហាឈប់ព្យាយាមដោះស្រាយបញ្ហាឈប់ធ្វើរឿងណាដែលពិបាកទៅធ្វើងាយស្រួលដែលវាមិនអាចហុចផលឲ្យយើងបានណាយើងគេចហើយយើងទៅធ្វើរឿងណាស្រួលទៀតគឺយើងមិនព្យាយាមប្រឈមជាមួយនឹងរឿងរ៉ាវណាដែលធំដុំដែលវាអាចជួយដោះស្រាយបញ្ហារបស់យើងបានទេព្រោះអីដោយសារតែយើងនឹងវាគ្មានធម៌ពលផ្លូវចិត្តបន្តទៀតឡើយចំណុចទី3គឺមានអារម្មណ៍ថាឯកោនិងមានអារម្មណ៍ថាខ្លួនឯងហ្នឹងវាអត់មានន័យជីវិតអត់មានន័យអញ្ចឹងគេអាចនឹងមានអារម្មណ៍ថាអត់មានអ្នកគេម្នាក់ដែលត្រូវការខ្ញុំអត់មានអ្នកគេម្នាក់ដែលខ្វល់ពីខ្ញុំទេហើយគោលដៅជីវិតរបស់ខ្ញុំហ្នឹងក៏បាត់ទៅម្ដងតិចឡើងសឹងសូនឆឹងឯនេះហើយអារម្មណ៍មួយនេះវាកាន់តែបន្តធ្វើឲ្យខ្ញុំហ្នឹងវាមានទុក្ខកង្វល់សោកសៅស៊ីជម្រៅទៅរហូតហ្មងចំណុចទី4គឺងាយធ្លាក់នៅក្នុងស្ថានភាព stress ធ្ងន់ធ្ងរពេលដែលគ្មានអ្នកលើកទឹកចិត្តអារម្មណ៍អវិជ្ជមានហ្នឹងវាអាចនឹងកើតឡើងច្រើនដូចជា stress ខ្លាំងអារម្មណ៍ទុក្ខសោកច្រើនឬក៏សូម្បីតែក្តីសង្ឃឹមហ្នឹងក៏គិតលែងមានសម្រាប់ខ្លួនឯងដែរគឺអស់ក្តីសង្ឃឹមសម្រាប់ជីវិតរស់នៅរបស់ខ្លួនឯងមកចំណុចទី5ហ្នឹងគឺខ្វះទិសដៅជីវិតពេលណាដែលគ្មានសម្បីតែអ្នកជួយណែនាំហើយខ្លួនឯងហ្នឹងមិនអាចលើកទឹកចិត្តខ្លួនឯងបានទៀតនោះយើងអាចនឹងគិតថាខ្លួនឯងហ្នឹងដូចជាមិនដឹងទៅណាឲ្យប្រកបយើងក៏ដឹងថាយើងគួរតែធ្វើអីទៅណាឲ្យពិតប្រាកដជីវិតយើងត្រូវទៅណាទៅណីទៀត
ហើយជីវិតនឹងត្រូវដើរទៅរកគោលដៅណាដែលច្បាស់លាស់បើសិនជារងថ្ងៃនឹងយើងកំពុងតាមវិញគោលដៅហ្នឹងប៉ុន្តែអីដែលខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាចំណុចដែលសំខាន់មួយយើងទាំងអស់គ្នាត្រូវតែចេះលើកទឹកចិត្តខ្លួនឯងឲ្យខានតែបានកុំចាំតែណាគេម្នាក់មកចាំលើកទឹកចិត្តរបស់យើងឲ្យសោះព្រោះយើងត្រូវចាំថាអត់មានណាគេម្នាក់ដែលនៅជាមួយយើងចាំលើកទឹកចិត្តយើងចាំចំណាយពេលមួយយើងផ្ដល់កម្លាំងចិត្តឲ្យយើងរហូតនោះទេដោយពាក្យចាស់ដែលគាត់តែងនិយាយថាខ្លួនទីពឹងខ្លួនហើយអត្ថប្រយោជន៍នៅពេលដែលយើងអាចលើកទឹកចិត្តខ្លួនឯងបានខ្លាចជាមនុស្សម្នាក់ដែលលើកទឹកចិត្តខ្លួនឯងបានណានោះមានន័យថាយើងកំពុងតែយល់ពីចិត្តខ្លួនឯងច្បាស់បានច្រើនហើយផ្លូវចិត្តរបស់យើងហ្នឹងក៏កាន់តែរឹងមាំជាងមុនប្រកែស៊ូប្រកែទ្រាំប្រកែអត់ធ្មត់ជាងមុនដែរហើយសម្រាប់ការរស់នៅជីវិតរបស់យើងហ្នឹងក៏កាន់តែប្រសើរជាងមុនដែរហើយចំពោះវីដេអូថ្ងៃនេះខ្ញុំសង្ឃឹមថាខ្ញុំអាចនិយាយត្រូវប្រធានបទអ្នកទាំងអស់គ្នាបានច្រើនអ្នកដែរណោះហើយខ្ញុំសង្ឃឹមថាខ្ញុំអាចនឹងជួយចែកម្លែកជួយទៅកាន់អ្នកទាំងអស់គ្នាបានច្រើនមកកម្រិតដែរពីខ្ញុំ Share ស្អែកគីសូមអរគុណនិងសូមជម្រាបលា